ដល់ពីជ័យអរគុណច្រើនមកខាងពីជ័យវាមួយទីបាច់បាយប្រគុំបាច់ប្រគុំទីដោយសារលើកឃើញនៅសេចក្តីទុកប្រវត្តិសាស្ត្ររបស់យើងយូរតែជំនួយប្រសិទ្ធមកពីបណ្ដាខេត្តជាមានដែលបានមកស្នាក់អាស្រ័យនៅវត្តទេវៈគុំប្រទេសស្រុកព្រះមានស្រីខេត្តជាមានគឺសែនលើកឃើញសេចក្តីទុកលំណាស់ហើយព្រះអង្គក៏បាននាំយកនៅជាយានសម្ភារៈដើម្បីមកចែកជូនដល់ញាតិញោមជនព្រះសិទ្ធិនៅទីនេះដោយសារឃើញនៅសេចក្តីទុកទាំងអស់ទាំងហើយសេចក្តីវេទនាដោយការស្លេកពីអំពីបរទេសមានស៊ីវិជាដើមនេះដែលធ្វើឲ្យញាតិញោមពុទ្ធបរិស័ទគ្រប់រូបបានពិសិដ្ឋមកដល់នៅក្នុងទីនេះនៅក្នុងទីនេះអាភិជាដើម្បីបានអាភិជានៅសប្បុរសជនដែលមានទីលានសម្ភារៈមកចែកជូនដល់ញាតិញោមក្នុងឱកាសនេះដោយក្នុងនោះដោយមានអំណោយសប្បុរសចូលមករាជរដ្ឋាភិបាលរបស់យើងដែលបានយកអំណោយទាំងអស់ព្រមទាំងញាតិញោមពុទ្ធបរិស័ទទូទាំងប្រទេសបានយកអំណោយនេះមកប្រគេនដាច់ប្រជុំរដ្ឋាភិបាលដើម្បីយកមកចែកជូនដល់ញាតិញោមពុទ្ធបរិស័ទជាពិសេសក្នុងទីនេះហើយនៅក្នុងនោះគឺសម្ដេចបានចែកគ្រឿងភេសជ្ជៈជាច្រើនវត្តមកហើយយ៉ាងច្រើនវត្តមកហើយនៅក្នុងនោះមានរហូតដល់8វត្តរួចមកហើយក្នុងនោះមានវត្តប្រាសាទគោចរវត្តចម្លងវត្តអរិយសាគោវត្តព្រះជង្គង់វត្តអធិវត្តគោពិតាវត្តប្រាសាទរាមាវត្តរាជជង្គង់ដោយថ្ងៃនេះក៏បាន4វត្តប្រធានទៀតគឺវត្តទេវៈវត្តប្រាសាទប្រទេសស្រីវត្តស្រីហើយនិងវត្តបតានៅហើយប្រទេសជូននេះគឺថ្ងៃនេះញាតិញោមតាមវត្តទេវៈនេះជារបបពីក្នុងនោះគឺមានសប្បុរសជនដែលបានជួយដល់អំណោយជាសម្ភារៈមានដូចជាសម្ដេចព្រះមហាវង្សខបដីគុណមហេសលើកលោកជាជាវប្រសិទ្ធកបអបាសកណាអបាសកគឺមូលីអបាសិកាលឹមស៊ីឈេងព្រមប្រកបចាក់ដឹកនាំបុគ្គលិកនិងអតិថិជនរបស់ក្រុមហ៊ុនទីពេញរដ្ឋក្រុមហ៊ុនផ្គត់ផ្គង់ទីកសិកម្មទូទាំងប្រទេស5ក្រុមហ៊ុនអារ៉ាកាវ៉ានិងអ្នករស់នៅខុងដូអារ៉ាកាវ៉ាព្រមទាំងសប្បុរសជនផ្សេងៗទៀត6ក្រុមហ៊ុនជីម៉ង់7លោកជំទាវសុផាត់តារារតនាលោកអុកញ៉ារិទ្ធស័យនិងលោកជំទាវលោកស្រីកែវដាលីនលោកសសត្ថាយុទ្ធនិងលោកស្រី8អុកញ៉ាសាស្ត្រាចារ្យឡុងណារី9លោកស្រីអុកថងបោកនៅក្នុងថ្ងៃនេះមានអង្គណា2តោនកន្លះវីត្រីខ5កេស3អីវ៉ាន់កញ្ចប់25កញ្ចប់4មុង100ចំនួន100 5ភួយចំនួន120 6តង់ក្រាល 1B 7ខទឹកនោម5បាវ3សម្លៃលីអនាម័យ2កេស9កៅស៊ូស200គីឡូបាច់ព្រះព្រមរដ្ឋនីពិនសែនសេរីសវណ្ណោបណ្ណាអធិការីតំទីប្រឹក្សាគណៈសង្ឃនៃលោកប្រធានធរៈសភានៃព្រះពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជានាយកពុទ្ធកាសាកលវិទ្យាល័យរាជបូរាជបូនិងព្រះចៅអធិការវត្តរាជបូពិធីគោរពសក្ការៈដល់ព្រះពុទ្ធសូមកាត់ផ្នែកបង្គំព្រះសុភមង្គលសេលាចារ្យជុំកំឡេងអាការៈរោក្រាបថ្វាយបង្គំព្រះចៅអធិការវត្តគុំទេវៈពីគោរពសក្ការៈសូមគោរពអាដាមសុខផលអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបជាទីគោរពសូមគោរពអាយដាមលោកជំទាវលោកស្រីគណៈសព្វដីទាំងអស់ជាទីគោរព
លោកលីយកសូមគោរពលោកយាយលោកតាពុកម៉ែបងប្អូនទាំងអស់ដែលមានវត្តមានទីនេះជាទីគោរពបងប្អូននៅក្នុងវត្តមុខទេវៈដែលជាជនជាតិសឹកនេះក៏សូមសម្ដែងនៅកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅបំផុតជូនចំពោះព្រះវត្តមានដ៏ឧត្តមរបស់សម្ដេចព្រះរាជគុណហើយឧត្តមលើកទីទាវទាំងអស់ដែលបានអញ្ជើញចុះមកនិមន្តនិងអញ្ជើញចុះមកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅទីនេះទៀតក្នុងឱកាសដ៏មហោរនេះអនុញ្ញាតឲ្យខ្ញុំបានទូលប្រគេនថ្វាយជូនចំពោះសម្ដេចព្រះរាជគុណឯកឧត្តមលោកទីទាវទាំងអស់បានធៀបអំពីស្ថានភាពដែលបងប្អូនជនជាតិសឹកបានមកស្នាក់នៅ146នាក់ស្រី5024នាក់ក្នុងនោះកុមារមាន3239នាក់ស្រី1699នាក់ចាស់ជរាមាន513នាក់ស្រី315នាក់ពិការភាព69នាក់ស្រី29នាក់ស្ត្រីមានផ្ទៃពោះចំនួន26នាក់ក្នុងនោះរួមមានការស្នាក់នៅក្នុងទីតាំងសុវត្ថិភាពតាមវត្តអារាមមានចំនួន12ទីតាំងមានប្រជាពលរដ្ឋមកស្នាក់នៅសរុបចំនួន2267គ្រួសារមនុស្សចំនួន6967នាក់ស្រី4067នាក់កុមារ2559នាក់ស្រី1323នាក់ចាស់ជរា300នៅក្នុងឃុំបណ្ដាឃុំទាំង5មានចំនួនសរុប573គ្រួសារមនុស្សចំនួន1779នាក់ស្រី962នាក់កុមារ680នាក់ស្រី376នាក់ចាស់ជរា146នាក់ស្រី97នាក់ពិការភាព9នាក់ស្រី6នាក់និងស្ត្រីមានផ្ទៃពោះចំនួន3នាក់សម្រាប់នៅក្នុងវត្តភ្នំទេវៈគិតត្រឹមថ្ងៃទី13ខែធ្នូឆ្នាំ2025គឺមានបងប្អូនមកស្នាក់នៅសរុបចំនួន433គ្រួសារចំនួនប្រជាពលរដ្ឋសរុបចំនួន1393នាក់ស្រី770នាក់ចំនួនកុមារចំនួន603នាក់ស្រី314នាក់ចំនួនចាស់ជរា102នាក់ស្រី60នាក់ដោយចាប់តាំងពីថ្ងៃទី9រហូតដល់ថ្ងៃទី13នេះគឺយើងដែលជាក្រុមការងាររដ្ឋបាលខេត្តដែលមានឯកឧត្តមសុខុលនៅទីនេះជាប្រធានក្នុងការដឹកនាំសម្របសម្រួលដំណើរការរស់នៅរបស់បងប្អូនជនជាតិសឹកហើយសហការជាមួយនឹងរដ្ឋបាលស្រុកឃុំភូមិបងប្អូនយុវជនសសយកប្រជាការពារទាំងអស់ហើយជាពិសេសគឺយើងបានបដិជនប្រជាអធិការតាមបណ្ដាវត្តដែលបានយកចិត្តទុកកតេជួយក្នុងការជួយសម្របសម្រួលផ្ដល់ទីតាំងផ្ដល់អាហារហូបចុកនៅពេលដែលមកដល់ដំបូងជូនដល់ពុកម៉ែបងប្អូនរបស់យើងនៅទីនេះហើយក្រៅពីនោះយើងក៏បានគិតគូរពីបញ្ហាទឹកភ្លើងបន្ទប់ទឹកអនាម័យក៏ទៅពីសូមអរគុណលោករៀនលោកអភិបាលនៃគណៈបាលស្រុកទីស្រីហើយលោកជូពោលោកបានប្រកបជួបទៀតនៅពោល4ប្រការគឺអាយុវណ្ណៈស្ថាបនិកក្បីជាគ្រាឡើយខ្ញុំប្រកាសថាសូមក្រាបថ្វាយបង្គំសម្ដេចព្រះបរមរតនគិរីពិនសែនប្រធាននៃរដ្ឋសភានៃព្រះរាជាកម្ពុជានិងជាសម្ដេចបញ្ចាលអធិការរដ្ឋរាជបូរជាទីគោរពការរបស់ពួកពួកហើយអង្គប្រតិបត្តិអភិបាលនៃអាណាខេត្តពីនេះក្នុងជួរប្រកាសថាក៏ខ្ញុំការបានទីជួរបានជួយចូលរួមក្នុងកម្មវិធីសម្ដែងសម្ដាលលើផ្នែកនៃវត្ថុជូនបងប្អូនក្នុងភូមិជនជាតិសឹកទាំងអស់ដែលបានមកស្នាក់នៅក្នុងភូមិសាស្ត្រ
ស្រុកវិទីស្រីនាឯពេលនេះជាពិសេសនៅក្នុងវត្តបាទទេវៈនាពេលនេះនៅក្នុងឱកាសនេះខ្ញុំប្រកាសថាសូមសម្ដែងនៅដំណរប្រគុណចំពោះវត្តមានសម្ដេចស្រុកវត្តបាទស្រុកនៅដំណើរស្រុកមុនបាទដែលបានជួយផងពីជាពិសេសអង្គភូមិបាទបងប្អូនជាបរិបទទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីដ៏ផ្សេងផ្សេងនេះក៏ស្មែហើយថាភាពនៃវិជាកម្មវិធីយើងដោយសារមានបញ្ហាបាទតែទៅគុំបាពីបំផាច់ក្រុមប្រតិបត្តិនេះបន្ថែមតែប្រតិបត្តិបានទូទៅតាមណាហើយទីថាតែតែអំពីវិវទៅដល់សពរងយន្តនៅទូទាំងប្រទេសអាគ្នាដូចតាមចាត់តាកម្មវិធីបានខាងហ្នឹងយកអន្តរជាតិទៅដល់បំផាច់ប្រទេសវិធីបដិកម្មវិធីសម្ដែងហើយតែបងច្រើនគឺបងច្រើនតែតែដល់បាទតែបានចូលដល់ជីវិតของកងជាជនของការបញ្ញាវិនការការជាតិដើម្បីការពារជាតិមានទំហំពីអន្តរជាតិពីការធានទៀតពីជាបាទប្រទេសសៀមមកលើវិជាកម្មវិធីហើយយើងឃើញថាតាមរយៈរដ្ឋបាលខេត្តតែតែពីគោជាពិសេសពីវិវដល់សង្គមជនទាំងអស់ដើម្បីរួមដៃគ្នាដើម្បីជួយទៅដល់ជនភៀសទឹកបាទដែលជួយសង្គ្រោះបាទពលមូលដ្ឋាននៅខេត្តសៀមរាបនេះគឺមូលដ្ឋានសុខាភិបាលនៅខេត្តសៀមរាបរបស់យើងគឺមានលទ្ធភាពគ្រប់គ្រាន់ដើម្បីក្នុងការព្យាបាលដល់កងវីរៈជនរបស់យើងកងទ័ពបាទដែលមានរបួសហើយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដែលបានភៀសខ្លួនមកស្នាក់នៅនៅក្នុងខេត្តសៀមរាបគឺថាមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តជាពិសេសមានទទួលការណែនាំពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាហើយក្នុងនោះក៏ចងល់បង្ហាញដល់អនុសាសន៍ក្នុងការធ្វើម៉េចថាត្រូវតែដោះស្រាយអ្វីជាបន្ទាន់ទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលជួបការលំបាក